នេះជាការពិពណ៌នាពីកងទ័ពជើងអាកាសកម្ពុជា Royal Cambodian Air Force ជាភាសាខ្មែរ កងទ័ពជើងអាកាសកម្ពុជាបានបង្កើតឡើងបន្ទាប់ពីប្រទេសកម្ពុជាសម្រេចបានឯករាជ្យពីបារាំងនៅថ្ងៃទី 9 ខែវិច្ឆិកាឆ្នាំ 1953 បន្ទាប់មកកងអាកាសបានចាប់ផតតាមមកប្រតិបត្តិការដំបូងនៅថ្ងៃទី 1 ខែមេសាឆ្នាំ 1954 ជាមួយនឹងជំនួយពីបារាំង តាំងពីដើមនោះមកកងទ័ពជើងអាកាសកម្ពុជាគឺជាផ្នែកមួយក្នុងបនតាអាវុធយោធារបស់ប្រទេសដែលមានភារកិច្ចចម្បងក្នុងការការពារអាកាសដើរផ្នែកគ្រប់គ្រងនិងទំនាក់ទំនងអាកាសការដឹកជញ្ជូនការគាំទ្រលើដល់យោធានិងសង្គ្រោះជនមួយទៀតពេលកន្លងមកកងអាកាសមាណាយន្តហោះនានាបញ្ចូលដល់យន្តហោះយោធាឧទាហរណ៍ Fighter Jet Transport Aircraft Helicopter និងយន្តហោះហោះរៀនក៏ដូចជា VIP ឬដឹកជញ្ជូនខ្ពស់ក្នុងអំឡុងពេលសង្គ្រាមជាតិនិងសង្គ្រាមក្នុងតំបន់ Indochina War និងសង្គ្រាមស៊ីវិលនៅកម្ពុជា កងទ័ពជើងអាកាសមាណាការប្រើប្រាស់យន្តហោះដើម្បីគាំទ្រតយោផ្ទាល់ដល់ទ័ពគ្រោះថ្នាក់ដឹកជញ្ជូនទូទាត់ថ្នាក់ជួយបោះជើងទឹកនិងហោះហើរជួយបំផុតក្នុងសកម្មភាពយោធានិងការផ្គត់ផ្គង់ បច្ចុប្បន្ននេះកងទ័ពជើងអាកាសកម្ពុជាមានកម្លាំងប្រមាណ 1,500 នាក់ វាប្រមូលអាវុធយន្តហោះដូចជា យន្តហោះដឹកជញ្ជូន Transport Aircraft ដូចជា F320 សម្រាប់ VIP ទុកប្រើប្រាស់និងយន្តហោះ MA60 Y-12 និង BN2 Helicopter Utility និងដឹកជញ្ជូនដូចជា Mi-18 Mi-17 SIT-19 AW109 និង AF355 យន្តហោះហោះរៀនវិស័យហេកសិត Trainer ជាឧទាហរណ៍ L39NG Can កងទ័ពជើងអាកាសកម្ពុជាមាននទីស្នាក់នៅមួយចម្បងនៅអាកាសយានដ្ឋានភ្នំពេញ International Airport ពោធិនតុងភាបាដែលជាគេហទំព័រដឹកនាំនិងថែទាំយន្តហោះនិងហេលីកូអបទ័រផ្ទៃមួយចំនួន ចំពោះកម្លាំងប្រយុទ្ធយន្តហោះដងង Fighter Aircraft តាំងពីប៉ុន្មានឆ្នាំកន្លងមកកងទ័ពមិនមានយន្តហោះប្រយុទ្ធសកម្មដែលអាចប្រើការបានទេដូច្នេះក្នុងករណីមានអាកាសយានដ្ឋានឬចោលវិធានការអាកាសពួកគេប្រើប្រព័ន្ធការពារពីដី Ground Based Air Defense System ជំនួស តាមរយៈសកម្មភាពបច្ចុប្បន្នកងទ័ពជើងអាកាសកម្ពុជាមានការផ្ដោតលើការរីកចម្រើនជំរុញសមត្ថភាពហ្វឹកហាត់បុគ្គលិកបំពេញលទ្ធភាពប្រមាណណាមួយចូលរួមសកម្មភាពជួយសង្គមនិងដំណើរការលើកជួយបន្តផ្ទាល់នៅតំបន់ដែលត្រូវការសង្ខេបហើយកងទ័ពជើងអាកាសកម្ពុជាគឺជាវត្ថុដ៏សំខាន់មួយសម្រាប់សន្តិសុខជាតិប្រភពសម្រាប់ការប្រយុទ្ធអាកាសដឹកជញ្ជូននិងសង្គ្រោះតែវាអាចមានដំណើរលំបាកក្នុងការកែលម្អសមត្ថភាពដោយសារកំណត់ធនធានបច្ចេកវិទ្យានិងយន្តហោះបើអ្នកចង់ខ្ញុំអាចផ្ដល់ព័ត៌មានបន្ថែមអំពីធនធានវិទ្យាស្ដគ្រឿងឬអូតូយ៉ូណាដាជាក់ស្ដែងនៃកងទ័ពនេះមែនទេ